Okay សួស្តីអ្នកនរគ្នាចឹងយើងតទៀតយើងនិយាយទៅលើ VPN ណាបាទចឹង VPN អានេះជាលក្ខណៈ summary ទេណាបាទខ្ញុំ summary ខ្លីទេខ្ញុំនិយាយហើយខ្ញុំអនុវត្តយកណាបាទអញ្ចឹង VPN ពាក្យពេញរបស់វាគឺ Virtual Private Network ណាបាទអញ្ចឹង VPN ហ្នឹងមានន័យថាគឺយើងធ្វើ remote ណាបាទយើងធ្វើ remote ពីuser ពីកន្លែងមួយទៅកន្លែងមួយណាបាទពីកន្លែងមួយទៅកន្លែងមួយនៅលើ internet ណាបាទមានន័យថាយើងមាន internet ហើយបាទហើយយើងចង់ remote ណា remote ចូលមកក្នុង LAN ណាមួយគឺយើងត្រូវប្រើ VPN ណាបាទយើងត្រូវប្រើ VPN បើមិនបើយើងអត់មាន VPN យើងអាចធ្វើបានទេណាបាទមកថាយើងមាន user នេះមួយហើយយើងមាន LAN មួយនៅក្នុង company មួយចឹងមកហើយយើងចង់ចូលមក network ហ្នឹងតាមរយៈចូលមក network ហ្នឹងដោយទាញយក resource ផ្សេងៗណាអញ្ចឹងយើងអត់អាចធ្វើបានទេបើមិនបើអត់មាន VPN ណាអញ្ចឹង VPN ហ្នឹងគឺមានន័យថាវាបង្កើតផ្លូវមួយនៅលើ internet ណាបាទយើងអាចនិយាយមួយទៀតមានន័យថា VPN ហ្នឹង network នៅលើ network ណាបាទមានន័យថាយើងមានinternet ហើយយើងចង់ remote access resource ផ្សេងៗគឺយើងត្រូវធ្វើ network មួយទៀតនៅលើ internet ហ្នឹងណាអាហ្នឹងហើយយើងហៅថា VPN ណាបាទអញ្ចឹងកាលណាយើងធ្វើ VPN ទៅគឺផ្លូវបញ្ជូន data ហ្នឹងមានតែយើងទេអ្នកផ្សេងអាចជ្រាបចូលមកតាមផ្លូវហ្នឹងបានទេណាបាទអាហ្នឹងគឺវាសុវត្ថិភាព data របស់យើងណាបាទហើយខ្ញុំបង្ហាញនេះគឺVPN ណា remote access ណាមានន័យថាយើងមានម៉ាស៊ីនឬក៏បុគ្គលិកដែលគាត់នៅក្រៅ company គាត់ចង់ access មកយក resource ផ្សេងៗគាត់អាច access ចូលមកបានដែរដូចនៅក្នុង local ដែរណាបាទគឺតាមរយៈប្រើ VPN ណាបាទអញ្ចឹងមកណាអញ្ចឹងគាត់ភ្ជាប់ VPN ហើយគាត់ចូលមកបង្កើតគាត់មានអ៊ីនធឺណិតហើយគាត់ត្រូវបង្កើត VPN មួយទៀតណាឥឡូវយើងអនុវត្តអូខេអញ្ចឹងដើម្បីអនុវត្តគឺយើងត្រូវមានម៉ាស៊ីននេះមួយហើយយើងត្រូវមានម៉ាស៊ីន server មួយបាទហើយនឹងមានម៉ាស៊ីនណាមួយទៀតមកក៏បានដែរបាទនៅក្នុង local ហ្នឹងដើម្បីនេះយើង ping ពីអានេះមកអានេះដើម្បីដឹងថាតើវា remote ចូលអត់ណាបាទអញ្ចឹងយើងមានម៉ាស៊ីន server មួយដែលមាន network card 2 network card មួយ connect មក internet ហើយ network card មួយទៀត connect មក local ណាបាទអញ្ចឹងម៉ាស៊ីននេះត្រូវមាន network card 2ណាបាទហើយម៉ាស៊ីននេះត្រូវភ្ជាប់ internet បាទអញ្ចឹងមកណាបាទអូខេឥឡូវខ្ញុំចូលមក configure នៅលើម៉ាស៊ីននេះបាទត្រូវមាន network card 2ណាបាទអូខេអញ្ចឹងយើងចូលមកនេះមកបាទអញ្ចឹងខ្ញុំយកម៉ាស៊ីននេះមួយដើរតួជាធ្វើ VPN ណាបាទ VPN server បាទអញ្ចឹងដើម្បីធ្វើ VPN server យើងត្រូវ set up feature vision ណាបាទយើងចូលមក add rule បាទយក server បាទយក rule ហើយរើមកពីនេះ remote access ណាបាទយើង set up remote access នេះមកបាទ tick លើវាមកចុច next មកនេះណា remote access អូខេ next មក next ទៀតយើងយកលើគេណាបាទយើងយកលើគេម្ដងទៀតនេះយកលើគេអូខេ add មក next មក install ណាបាទចាំតិចវាកំពុងតែដើរអញ្ចឹងខ្ញុំកំពុង set up នេះបាទខ្ញុំកំពុង set up នេះមានន័យថាខ្ញុំ set up នៅលើម៉ាស៊ីននេះណាបាទលើម៉ាស៊ីននេះណាបន្ទាប់មកខ្ញុំ add នេះវា add network card ណាបាទយើងយូរបន្តិចនេះ
xem bây giờ mơ video cái lại nó chứ ai nhưng mà ai đã speed up về tới con nồng bay ý tới con nồng pi tới nó ở bị lươn nơi lơ nên nó miên mình lại cho lươn lơ video play dư tiết đó tích dù đấy bị 7 nít ti ấy này 7 4 nít ti ấy là nếu bây giờ mưa bị tối giờ lại lộn về chậm tích của nhung chơi setup nữa chơi setup ở hơi chọn ở dương khơi PK tại là vì á tạm bất dương setup ở hơi sủa lươn á chích bập hơi tại nếu nhung chọn ở dương khơi bị processในการ setup จังหวะaiก็ต้องแปมนาทีấy check mode speed 20 mấy CPU không bay data RAM thêm chi data không có đa gì vui mà
គេនេះហើយណាបាទអញ្ចឹងយើងខ្លុំមកបាទអញ្ចឹងនៅពេលណាយើង set up ហើយនេះយើងចូលមក configure វាបាទចូលមក configure វាយើងយកនេះណាយក routing ណានេះណា routing and remote access នេះបាទចាំតិចវាពងអត់ដឹងហើយយើង select លើ local server ហ្នឹងមកហើយ right click យកពាក្យនេះបាទហើយយើងចុច next ប៉ុន្តែដោយសារខ្ញុំមិនទាន់កំណត់ network card ណាឥឡូវយើងឈប់អាសិនបាទយើងមក add network card មួយទៀតសិនអូខេអញ្ចឹងចូលមក add network card នេះខ្ញុំចូលមកកន្លែងនេះ network sharing center ដល់យឺតមែនបាទហើយយើងយក change adapter setting នេះណាវាមាន network card តែមួយនេះអាហ្នឹង connect នៅក្នុង LAN ណាឥឡូវខ្ញុំចូលទៅ add network card មួយទៀតបាទអញ្ចឹងដើម្បី add network card អានេះ machine យើងកំពុងដើរបាទយើង right click យក setting បាទហើយយើង select លើ network card adapter នេះបាទ select ហើយយើង add មក add មួយទៀតណាបាទណានេះ network adapter ណាដាច់មកហើយ finish មកអូខេអញ្ចឹងយើងមាន network card 2បាទអានេះខ្ញុំឲ្យវា connect នៅក្នុង host only ណាបាទមានន័យថា connect មកក្នុងនេះ network card នេះដាក់ host only មានន័យថានេះ network card ខាងនេះ network card នេះ connect ក្នុង local ណាបាទហើយយើងមាន network card មួយទៀតនេះណាអានេះខ្ញុំយក NAT ណាNAT នេះគឺភ្ជាប់ទៅ internet បាទនេះ NAT network card មួយទៀតគឺភ្ជាប់មក internet ណាបាទអញ្ចឹងខ្ញុំយក NAT មកមួយ host only មួយ NAT ណានេះអានេះបាទយើងយក NAT មកហើយចុច OK មកបាទនេះអូខេអញ្ចឹងខ្ញុំ refresh មកវាមានមួយទៀតហើយណា refresh បានអត់បាទនេះមួយទៀតហើយណានេះបាទនេះណាវាមាន network card មួយទៀតអូខេអញ្ចឹងអានេះខ្ញុំ connect នៅក្នុង LAN រីឯចំណែកអានេះខ្ញុំដាក់នេះមក rename វាយើងអាច rename វាដាក់WAN ណាបាទមានន័យថា connect ទៅ internet អញ្ចឹងមកបាទអញ្ចឹងយើង check មើលIP វាយើង check មើល IP វាណាបាទ IP វាប្រហែលព្រោះ IP នេះវាចាប់ពី internet មកណាបាទចាប់ពី DHCP ពី internet មកអូខេអញ្ចឹងIPv4 property អូអានេះយើងអាចដាក់ IP address បានទេយើងចូលមកមើលកន្លែងនេះវិញចូលមកកន្លែងនេះណានេះ WAN មាន LAN មាន WAN បាទ WAN ចុចលើ detail មក
នេះ IP វាណាបាទនេះ IPv4 អញ្ចឹងយើងអាចខ្ញុំ note ទុកសិនដើម្បី configure កុំឲ្យបាក់បើកមើលភាសាទៀត 192.252.138 ណាបាទអាហ្នឹង WAN ណាអូខេបិទចោលមកហើយចំណែកឯ LAN detail មកចុច 30.1 ណា 192.168.30.1 អានេះ LAN ណាបាទអូខេបិទចោលមកអូខេឥឡូវយើងចាប់ដើមធ្វើ VPN ណាបាទអញ្ចឹងខ្ញុំ set up ហើយបាទខ្ញុំ set up routing នេះហើយឥឡូវខ្ញុំចូលមកនេះណាចូលមក routing and remote ដើម្បីកំណត់ VPN ណាបាទចូលមកហ្នឹងមកយឺតមែនបាទអញ្ចឹងយើងបើក routing and remote access right click លើវាយកពាក្យ configure នេះអូខេបាទអញ្ចឹងយើងយក next មកបាទហើយយើងយកអាទី3ណានេះជាទី3មានន័យថាយើងធ្វើ VPN នៅនឹង NAT នៅក្នុងនឹងជាមួយគ្នាណាបាទអញ្ចឹងយកទី3ហ្នឹងហើយចុច next មកបាទនេះវាឲ្យយើង less than មានន័យថាវាត្រូវការ network card 2ណាបាទវា detach ណាអូខេមកទៅទេពីតា to network interface តា no need to install please use custom configuration អូយ៉ានេះមើលsayaខ្ញុំចុចខុសហេ VPN តាមពិតយ៉ាងនឹងថាអត់លោកអូខេឥឡូវយកនេះសិនយើងយក VPN ណាអូខេឥឡូវខ្ញុំ restart ម៉ាស៊ីនមួយសិនឲ្យវាចាប់network card សង្ស័យវាអត់ត detect ដឹងថាមាននេះប៉ុន្តែនៅក្នុងនេះវាមានទេតាក្នុងនេះមាន network card 2ហើយណាអូខេឥឡូវខ្ញុំ restart ម៉ាស៊ីនមួយសិនកាន់តែយូរទៀតហើយដល់យូរខ្ញុំ shut down មកនេះយូរតិចវីដេអូនេះខ្ញុំ shut down ដើម្បី upgrade CPU ឲ្យធំតិចដើរយឺតនៅយឺតបាទតម្លើង CPU បន្តិចមើល
ចេះមើលរ៉ាំទៀតដើរជឿដូចជឿចេញយូរអូខេតោះទៀតបាទតោះយើងតទៀតឥឡូវយើងមកបើកនេះមើល configure ទៀតមើលបាទយក routing and remote access អូខេម្ដងទៀត right បាទ right click យក configure enable routing អូខេ next ខ្ញុំយកទី3នេះណាបាទមិញវាចេញនេះឥឡូវវាចេញហើយណាអញ្ចឹងអានេះយើង select លើ van ណានេះ van ណាបាទ select លើ van មក138ណាបាទចុច next មកអូខេអានេះយើងយកនេះណាយកទី2នេះមានន័យថាយើងបង្កើត IP address range ដើម្បីបោះទៅឲ្យម៉ាស៊ីនដែល connect VPN ណាបាទមានន័យថាយើងបង្កើត specific address នេះបង្កើត specific ហ្នឹងគឺនេះអានេះយើងមាន internet មាន network card នេះហើយប៉ុន្តែនៅពេលណានេះអាពីរនេះវាភ្ជាប់គ្នានេះផ្លូវមួយនេះអញ្ចឹងគឺយើងត្រូវបង្កើត IP address សម្រាប់ network ណាយើងបង្កើត network rank សម្រាប់connection ហ្នឹងណាបាទឲ្យវាចាប់ពី IP ណា IP ណាណាបាទហើយយើង connect internet នេះមួយហើយណាបាទតែនៅពេលណាយើងនេះវាទាមទារយើងបង្កើត network នេះមួយទៀតត្រូវដាក់ IP ណាអញ្ចឹងយើង set IP កន្លែងហ្នឹងណាបាទ
chẳng IP កន្លែងហ្នឹងគឺយើង specific មកគឺ net បាទហើយយើងយក new មកចឹងយើងដាក់ IP អាហ្នឹងដាក់ឲ្យខុសពី local ណាបាទដាក់ខុសពីក្នុង local ហើយនៅក្នុង WAN ចឹងយើងដាក់មក 192.168 បាទខ្ញុំដាក់ចុចមកចេះបាទចុច100មកបាទចុច1ហើយទៅដល់ 192.168.100.30 បាទមានន័យថាខ្ញុំអនុញ្ញាតឲ្យ 30 ម៉ាស៊ីនណាអាច connect ចូលមកបានបាទមានន័យថាមាន IP 30 ណាដែលអាចឲ្យ connect ចូលមកនឹងបានណាបាទចូលមកខាងនេះបានណាបាទអញ្ចឹង 30 ហើយអូខេមកបាទប៉ុណ្ណឹងហើយណាទៀតមកអូខេអានេះយើងយកហ្នឹងមកណាបាទនិចមកបាទ finish មកចប់ហើយអូខេហើយយើងអូខេមកអានេះវាចាប់ដើមបង្កើត DHCP server ណាបាទ finish មកចប់ហើយណាបាទប៉ុណ្ណឹងណាអូខេអញ្ចឹងខាង VPN យើងកំណត់ឲ្យអស់ហើយអញ្ចឹងយើងចូលមកបង្កើត user មួយបាទចូលមកកន្លែងនេះបង្កើត user មួយណាដើម្បីឲ្យ remove ចូលមកបានបាទអញ្ចឹងនៅក្នុង user នេះបាទយើង right click មកបង្កើត user មួយមក new បាទ user ឧបមាថាខ្ញុំបង្កើត user មួយឈ្មោះ VPN1 បាទហើយឈ្មោះ login គឺ VPN1 ដែរណាបាទ next បាទហើយយើងយកអានេះ password ដាក់មកបាទ password បាទនេះណា user នេះ VPN1 ប៉ុន្តែយើងចូលមក log ចូលមកកែ profile បន្តិចយក property ហើយយើងយក del in នេះបាទ del in ហ្នឹងយើង allow access មានន័យថាឲ្យអាច del in ចូលមកបានណាបាទឲ្យអាច access ចូលមកក្នុងបាន apply មកអូខេមកបានអូខេចប់ហើយណាខាង server side អញ្ចឹងខាង server side របស់យើងគឺយើងកំណត់ឲ្យអស់ហើយបាទអញ្ចឹងក្នុងនេះគឺnetwork នៅក្នុង local គឺយើងប្រើពីរ network អញ្ចឹងក្នុង local នេះក្នុង local នេះខ្ញុំ check មើល IP វានេះ IP វាគឺ 30.1 ណាបាទ 30.1 បាទឥឡូវខ្ញុំយកម៉ាស៊ីនខ្ញុំនេះបាទខ្ញុំយកម៉ាស៊ីនខ្ញុំនេះម៉ាស៊ីនខ្ញុំនេះ access ចូលមក server ណាបាទនេះម៉ាស៊ីននេះគឺម៉ាស៊ីនខ្ញុំនឹងហើយណា access ចូលមកណាបាទអញ្ចឹងដើម្បី access ចូលមកនៅលើម៉ាស៊ីនខ្ញុំហ្នឹងគឺខ្ញុំចូលមកបង្កើត new network ណាបាទខ្ញុំចូលមក control panel បាយមក control panel បាទហើយខ្ញុំយក internet and sharing center នេះ network and sharing center អូខេអានេះបើយើងអត់ឃើញអញ្ចឹងនេះយើង click លើ small icon ណានេះយក small icon ណាបាទយក network and sharing center ហើយនេះចុចយកនេះ new setup ណាមានន័យថា setup network ផ្សេងមួយទៀតបាទអានេះតើតាមម៉ាស៊ីនខ្ញុំភ្ជាប់ internet ដែរណាបាទអញ្ចឹងយើងយកនេះមកហើយនេះវាឲ្យបង្កើតnew network ណា
bà nhưng giờ đi máu hơi chuyện nạch máu tới set up new network mà giờ nó ấy bây tới trăm tịnh mới nó trời ta không có việc tới nè set up new network rồi còn một cái set up hay chu trăm tịnh nữa để bị ở dương trăm mấy thế ô để sao khai cho nhung khai đến hai tuần nào lục cho rồi mà remove cho confirm và bắt đầu tìm được show advanced setting ini advanced setting itu cuma nhai mẹ yêu em từ thì dung tịnh bà đưa của chương sạm KVPN năng mở go to setting admin vô
មិនចឹងអូខេយកនេះមកconnect VPN មើលអានេះ Windows បូក I គឺ Windows បូក I private network open setting by network VPN add VPN okay connect name okay ចឹងយើង add តាមនេះមកបាទ connect យ៉ាងនោះវាទៅចឹងយើង connect name យើងដាក់ VPN មក VPN user បាទហើយនេះ address របស់ server ណាបាទ address របស់ server គឺអាលេខនេះ server នេះនេះ address នេះ address van ណានេះបាទអញ្ចឹងគឺ 168.252.138 ណាបាទហើយ user មិញគឺខ្ញុំបង្កើត VPN 1 ណាបាទយើងបង្កើតនៅក្នុង Active Directory បាទ VPN 1 ហើយ password បាទ save មកអាហ្នឹងមកណាអូខេអញ្ចឹងយើងចុច connect មកនេះ connect ចឹងណាបាទ connect ណាមានន័យថា connect បានហើយណាបាទអញ្ចឹងពេល connect បានអញ្ចឹងយើងអាច ping ណា ping មកអានេះ ping មក van 1 នេះ van 1 ហ្នឹងគឺ IP វា .30.1 ណាអញ្ចឹងយើងវាយ CMD មកបាទយើងចូលមក machine នេះវាយ CMD បាទយើង ping មក ping 192.168.30.1 នេះស្គាល់ណា
bà pin reply chẳng bà này tha dương connect ba này nè dương ai remote cho một ba này nè bà mình này tha lời nít nhưng không connect cho một này ba này nè lời nhưng pin máu màu IP vào local nè lấy nhưng pin màu mà sen na muối nơi trong local nằng đó bà mà tha nhưng pin màu sen nè sen đi shop này đài nó shop màu server nằng đài chẳng IP vía cứ login sẵn bà chọn đăng IP vía lệch má nhưng mà right click mưa mất bà mờ đi mất nè nó khơi IP về IP với chuột đọc nó sắp chuột đọc chẳng mà đòn tiết bà nhầm pin máu chuột đọc nè score nữa bà nhưng thưa phần năng bán này đó ok chẳng cho VPN remote site bà remote access mình phần năng đó bà chẳng mình này tha dân thờ ca computer bấy anh ấy muối hay anh ấy server muối hay nên là không local nhưng pra ní đam bây giờ niệm pin màu đó anh ấy sắm sắp chuột đọc mấy nhé và được gọi dùng pin màu anh ấy ba này sắm sắp chuột muối đó chẳng scenario với dân thờ ca này muối sen ní khương sen nhom chạy đài năng đó ba niệm sen nhom chạy đài nữa còn đây từ internet bà hơi nhom thợ miền server này muối bà thợ miền này được cắt phí anh ấy khang vén anh ấy khang lèn á bà hơi IP ní dương ọt cầm nó thì dương ở bị chắp phí internet màu đó bà dương ọt ní thế này bà cầm nó thế ok chẳng được không video nó mình phần nắng nhưng phải chọn video nó phần nắng tôi hiện vây thì để sao bây giờ là